កាត់តរូបភាព4កុណ6បាទអញ្ចឹងនេះ4កុណ6ឬក៏3កុណ4សម្រាប់បងប្អូនដែលគាត់ចង់កាត់តរូបភាពហ្នឹងយកទៅ apply CV ឬក៏សម្រាប់ប្រើការងារផ្សេងៗដែលតាក់ទងទៅនឹងរូបថត4កុណ6នេះបាទបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទវិលមកជួបជាមួយនឹងคลิปវីដេអូខ្ញុំម្ដងទៀតហើយបាទអញ្ចឹងវីដេអូនេះគឺជាវីដេអូទី4ហើយដែលខ្ញុំបានធ្វើបាទអញ្ចឹងចំពោះវីដេអូនេះគឺខ្ញុំធ្វើតាក់ទងទៅនឹងបងប្អូនដែលគាត់ចង់ចេះកាត់តរូបភាព4កុណ6បាទអញ្ចឹងនេះ4កុណ6ឬក៏3កុណ4សម្រាប់បងប្អូនដែលគាត់ចង់កាត់តរូបភាពហ្នឹងយកទៅ apply CV ឬក៏សម្រាប់ប្រើការងារផ្សេងៗដែលតាក់ទងទៅនឹងរូបថត4កុណ6នេះបាទហើយក៏សូមការអធិស្ឋានពីបងប្អូនដែលគាត់ចេះប្រើប្រាស់នៅកម្មវិធីកាត់តនេះច្បាស់លាស់បាទដែលគាត់ចេះច្បាស់ជួនកាលការធ្វើវីដេអូចែករំលែករបស់ខ្ញុំនេះវាមានខុសឆ្គងបាទប៉ុន្តែការចែករំលែកគឺវាមានតាមជំនាញរៀងៗខ្លួនជួនកាលបងប្អូនខ្លះគាត់ក៏ចេះកាត់តតាមរបៀបផ្សេងទៅអញ្ចឹងខ្ញុំធ្វើគឺតាមរបៀបរបស់ខ្ញុំទេបាទអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅកាត់ទាំងអស់គ្នាអញ្ចឹងយើងចូលកម្មវិធីអញ្ចឹងកម្មវិធីនេះគឺកម្មវិធី Adobe Photoshop បាទអញ្ចឹងនៅពេលវាលោតផ្ទាំងបែបនេះបងប្អូនសូមជ្រើសរើសស្លឹកកិច្ចការយើងមួយបង្កើតស្លឹកកិច្ចការយើងចុច Create New មកបាទអញ្ចឹងផ្ទាំងនេះគឺផ្ទាំងយើងកំណត់រូបថត4កុណ6បងប្អូនអញ្ចឹងខាងលើ Fade បងប្អូនសូមជ្រើសរើសយក15បាទ Fade តាក់ទងទៅនឹងបណ្ដោយអញ្ចឹងយើងជ្រើសរើសយក15ខាងក្រោម High ហើយតាក់ទងទៅនឹងកម្ពស់យើងយក10មកហើយកន្លែងនេះយើងយកសង់ទីម៉ែត្របាទខាងក្រោមយើងយក pixel សង់ទីម៉ែត្រកុំយកខាងលើយកខាងក្រោមបាទហើយកន្លែង resolution យើងយក300បាទហើយកន្លែង color mode យើងយក RGB color បាទហើយខាងក្រោមគឺតាក់ទង custom អញ្ចឹងវាអាចជ្រើសយកពណ៌ខៀវក៏បានពណ៌សក៏បានតែរូបភាពពីច្រើនគេយកពណ៌សអញ្ចឹងចុចពណ៌សហើយចុច create បាទអញ្ចឹងនេះគឺជាផ្ទាំងស្លឹកកិច្ចការរបស់យើងដែលយើងបានកំណត់មិញតាក់ទងទៅនឹងស្លឹកកិច្ចការរូបថត4កុណ6នៅពេលដែលយើងកាត់តហើយគឺយើងយករូបភាពដែលយើងកាត់តហ្នឹងយកមកដាក់នៅលើផ្ទាំងស្លឹកកិច្ចការហ្នឹងហើយយើង save ទៅយើងយកទៅ print បានបាទហើយចំពោះបងប្អូនដែលគាត់រកស៊ីខាងហ្នឹងគឺគាត់ print លើនឹងតែម្ដងបាទអញ្ចឹងជំហានបន្ទាប់គឺយើងទៅយករូបដែលយើងចង់កាត់បាទបងប្អូនចូលកន្លែង file ទៅហើយយករូបភាពបងប្អូនចង់កាត់តែចំពោះខ្ញុំចូល home ព្រោះឯងខ្ញុំធ្លាប់កាត់គឺវានៅកន្លែង home អញ្ចឹងខ្ញុំចូល home បាទហើយខ្ញុំយករូបដែលខ្ញុំចង់កាត់បាទអញ្ចឹងខ្ញុំកាត់យករូបអក្សរនេះហើយคลิกវា2ដងបាទអញ្ចឹងនេះខ្ញុំចង់កាត់រូបហ្នឹងបាទបន្តទៀតបងប្អូនទៅជ្រើសរើសយកឲ្យធំដែលបងប្អូនចង់ដាក់បាទអញ្ចឹងបងប្អូនចង់ដាក់ឲ្យធំអីបងប្អូនអាច select យកបាទអញ្ចឹងយើងចូល file ដូចគ្នាបងប្អូនចូល file ទៅប៉ុន្តែខ្ញុំទុកកន្លែង home បាទអញ្ចឹងខ្ញុំចូល home ហើយនេះខ្ញុំចង់ដាក់ឲ្យធំនេះបាទអញ្ចឹងខ្ញុំคลิกវា2ដងបាទអញ្ចឹងនេះឲ្យធំខ្ញុំចង់ដាក់ឲ្យធំហ្នឹងជាបន្តទៀតបងប្អូនចុចកន្លែង tool ខាងលើគេហើយអូសវាចូលទៅក្នុងរូបដែលយើងចង់កាត់បាទហើយបងប្អូនសូមចុច Control អក្សរ T ដើម្បីពង្រីកឬក៏ពង្រួមអាវនឹងទៅតាមអ្វីដែលយើងចង់បានបាទអញ្ចឹងយើងពង្រីកមកបាទអញ្ចឹងហើយយើងកំណត់យ៉ាងម៉េចយើងចង់ដាក់ប្រមាណក៏បានយើងមើលមកតំណងដែលយើងចង់បានអញ្ចឹងយើងមើលខ្លួនឯងទៅថាប៉ុន្មានដែលយើងគិតថាស័ក្តិសមអញ្ចឹងយើងដាក់យកប៉ុណ្ណឹងមកបាទអញ្ចឹងខ្ញុំសូមយកប៉ុណ្ណឹងបាទមើលទៅស្អាតមើលទៅតំណងអញ្ចឹងយើងយកប៉ុណ្ណឹងមកបាទអញ្ចឹងជាបន្តទៀតខ្ញុំសូមក្រប់ background របស់យើងកុំឲ្យធំពេកអញ្ចឹងចុចកន្លែង tool មួយដែលគេដាក់ឈ្មោះថានេះ crop tool ហ្នឹងបងប្អូនចូលកន្លែងហ្នឹងមកហើយយកលើគេហើយយើងយកខាងលើបាទអញ្ចឹងយើងអូសទៅលើទៅយើងនេះគឺយើងកាត់ផ្
ផ្ទាំង background គេហៅ crop ផ្ទាំង background ឲ្យសមនឹងរូបរបស់យើងអញ្ចឹង enter មកបាទអញ្ចឹងវាបានប៉ុណ្ណឹងបាទហើយបងប្អូននេះមកបងប្អូនអាចបិទភ្នែកបើកភ្នែកដើម្បីមើលរូបភាពរបស់យើងអានឹងអាស្រ័យលើបងប្អូនតែបងប្អូនគិតថាប៉ុន្មានទំនងយកប៉ុណ្ណឹងទៅបាទអញ្ចឹងខ្ញុំសូមឈរលើសញ្ញាធំចុច Ctrl Alt T ដើម្បីមើលទៅដូចវាអត់ទាន់ស្មើអញ្ចឹងយើងអាចលៃវាឲ្យស្មើមកអានឹងអាស្រ័យលើបងប្អូនមើលតែស្មើយើងយកប៉ុណ្ណឹងអញ្ចឹងខ្ញុំសូមយកប៉ុណ្ណឹងមើលទៅទំនងបាទអញ្ចឹងយកប៉ុណ្ណឹងចុះបាទចឹងជាបន្តទៀតយើងចូល tool ខាងលើហើយខាងក្រោមគឺ background បាទខាងក្រោម background អាលើគឺអាធំអញ្ចឹងយើងកាត់ background ចោលដើម្បីបដូរពណ៌អញ្ចឹងយើងចូលកន្លែងសញ្ញា pen tool ខាងលើគេហើយកាត់ background ផ្ទាំង background ចេញអញ្ចឹងយើងកាត់មកបាទអញ្ចឹងបងប្អូន select តាមខ្ញុំចឹងមកហើយកុំខ្លាចដាច់អាវធំព្រោះយើងឈរនៅលើផ្ទាំង background ដែលចាក់សោតនេះទេអញ្ចឹងបងប្អូន select ទៅបាទហើយបងប្អូនកាត់នេះគឺបញ្ជាក់គឺកាត់តែផ្ទាំងខាងក្រោយទេបាទកុំខ្លាចមិនបាច់ថាខ្លាចដាច់អាវធំទេអញ្ចឹងយើងកាត់តែផ្ទាំង background ខាងក្រោយទេយើងកាត់យកត្រឹមមកប្រឡោះដែលយើងកាត់ហ្នឹងមិនបាច់ខ្លាចដាច់អាវធំទេព្រោះយើងឈរនៅលើផ្ទាំង background បាទអញ្ចឹងបងប្អូន select តាមហ្នឹងមកអូខេអញ្ចឹងនៅពេលដែលយើង select ប៉ុណ្ណឹងគ្រប់សពហើយបងប្អូនសូមចុច mouse ស្ដាំបាទដើម្បី selection អញ្ចឹងចុច mouse ស្ដាំយកពាក្យថា mask selection បាទដើម្បី select រូបរបស់យើងហើយចុច OK បាទអញ្ចឹងនេះវា select ហើយបាទជាបន្ទាប់បងប្អូនសូមចូលកន្លែងសញ្ញា select បាទចុចកន្លែង select ហើយជ្រើសរើសពាក្យថា select and mask ឬក៏ចុច Alt Control អក្សរ R បាទនៅគ្នាបាទអញ្ចឹងចុចកន្លែងហ្នឹងមកបាទអញ្ចឹងវា load មកផ្ទាំងបែបនេះបន្តទៀតឲ្យកន្លែង transparency បងប្អូនសូមអូសឲ្យដល់100មកបាទអូសឲ្យដល់100ហើយចំពោះកន្លែងខាងក្រោមបងប្អូនយកប្រមាណសាច់បងប្អូនចង់កំណត់ទេតែកុំយកធំពេកបាទអញ្ចឹងកន្លែងរូបភាព new បងប្អូនសូមជ្រើសរើសយក on white បាទអញ្ចឹងកន្លែងហ្នឹងជ្រើសរើសយក on white បាទឬក៏ចុចអក្សរ T ចេញដូចគ្នាអញ្ចឹងយក on white បាទនៅពេល on white ដូចខ្ញុំថាចឹងកន្លែង smooth អីហ្នឹងបងប្អូនអាចជ្រើសរើសមកបងប្អូនគិតថាទំនងយកប្រហែលយកទៅតែខ្ញុំសុំយកប៉ុណ្ណឹងបាទអញ្ចឹងកន្លែងដែលសំខាន់គឺកន្លែង upload setting គឺសំខាន់អញ្ចឹងបងប្អូនសូមចុចកន្លែងហ្នឹងមកហើយជ្រើសចុចកន្លែង upload setting ហ្នឹងហើយជ្រើសរើស selection ក្នុងប្រអប់ជ្រើសរើសយក selection បាទមិន selection នេះគឺជ្រើសរើស selection បាទហើយចុច OK អញ្ចឹងមកដល់ត្រង់ចំណុចនេះគឺយើងត្រូវការបដូរនៅផ្ទាំង background ខាងក្រោយរបស់យើងនេះអញ្ចឹងបដូរផ្ទាំង background ទៅជាពណ៌សឬក៏ពណ៌ខៀវបាទភាគច្រើនរូបគេដាក់ពណ៌ខៀវបាទអញ្ចឹងមុននឹងបដូរយើងត្រូវការ copy នៅ background មួយទៀតសិនតែមុននឹង copy យើងសូមដោះសញ្ញាសសិនបើយើងអត់ដោះទេគឺ copy អត់កើតទេបាទអញ្ចឹងចុចដោះសហើយយើងចុច Ctrl អក្សរ J បាទអញ្ចឹងនៅពេលដែលយើងចុច Ctrl អក្សរ J គឺវា load នេះផ្ទាំង background copy ខាងលើបាទអញ្ចឹងបងប្អូនចង់មើលយើងបិទភ្នែកនេះទៅគឺចេញបាទអញ្ចឹងបញ្ជាក់ទៀតគឺយើងចុច Ctrl អក្សរ J បាទ Ctrl អក្សរ J គឺយើងបង្កើតផ្ទាំង background មួយទៀតឬក៏គេថា layer មួយទៀតបាទអញ្ចឹងយើងបដូរផ្ទាំង background តែម្ដងយើងអុកលើនឹង2ដងមកបាទអុក2ដងហើយសូមជ្រើសរើសកន្លែង color overlay បាទ តិចលើនឹងមកបាទហើយអុកនឹង2ដងអញ្ចឹងយើងបដូរពណ៌អញ្ចឹងបងប្អូនអាចជ្រើសរើសពណ៌សក៏បានខៀវក៏បានតែភាគច្រើនរូបគេដាក់ពណ៌ខៀវអញ្ចឹងយើងយកពណ៌ខៀវមកហើយចុចសញ្ញាអូខេបាទចុចអូខេបាទអូខេអញ្ចឹងនេះគឺជាផ្ទាំង background របស់យើងដែលយើងបានបដូរហើយបាទអញ្ចឹងយើងមើលទៅមើលថារូបភាពយើងសមឬក៏នៅបើថាអត់សមយើងអាចកែប្រែវាបន្តទៀតបាទឥឡូវឧទាហរណ៍ថាខ្ញុំអត់ទាន់ពេញចិត្តរូបនេះអញ្ចឹងខ្ញុំចូលកន្លែងរូបរបស់ខ្ញុំហើយខ្ញុំសូមចូល tool មួយដែលគេថា eraser tool បាទអញ្ចឹងចូលកន្លែង tool ហ្នឹងតាក់ទងទៅនឹងយើងចង់លុបអ្វីដែលយើងអត់ទាន់ពេញចិត្តអញ្ចឹងយើងយកកន្លែងខាងលើហើយយើងមើលកន្លែងណាដែលយើងអត់ទាន់ពេញចិត្តយើង scroll មើលនេះអញ្ចឹងខ្ញុំចង់លុបកន្លែងក្រហមតិចអញ្ចឹងយើងលុបទៅអុកលើនឹងតិចទៅអាហ្នឹងតាក់ទងនឹង tool គេហៅ eraser tool បាទអញ្ចឹង tool ហ្នឹងគឺយើងលុបនៅ background ដែលយើងអត់ពេញចិត្តគឺវាអាចលុបបានបាទជឿថាយកប៉ុណ្ណឹងចុះបាទអញ្ចឹងយើងឈរ tool ខាងលើវិញបាទអញ្ចឹងខ្ញុំយកសម្រាប់ថាយកប៉ុណ្ណឹងចុះបាទអ
ចឹងជំហានបន្ទាប់យើងត្រូវការកំណត់រូបនឹងជារូប4x6 បាទអញ្ចឹងដើម្បីកំណត់បានបងប្អូនសូមចូល tool មួយដែលគេដាក់ថា crop tool បាទអញ្ចឹងបងប្អូនសូមចុច select លើ crop tool នឹងមកហើយកន្លែង region បងប្អូនចុចកន្លែង region ជ្រើសរើសពាក្យថា W គុណ X គុណ resolution បាទហើយកន្លែងទី1បងប្អូនសូមយក3.5 សង់ទីម៉ែត្របាទបងប្អូនវាយបានដែរកន្លែងហ្នឹង 3.5 កន្លែងទី2 4.5 នេះ100ហើយកន្លែងនេះpixel បាទចុចកន្លែងហ្នឹងគឺយក pixel បាទអញ្ចឹងនៅពេលដែលបងប្អូនកំណត់រួចហើយបងប្អូនត្រូវការសេរីរូបហ្នឹងធ្វើម៉េចដាក់ឲ្យចំកណ្ដាលបាទអញ្ចឹងដើម្បីសេរីបានបងប្អូនសូមចូល tool ខាងលើគេសូមចូលកន្លែង tool ខាងលើហើយយើងសេរីមកយើងគិតថាយើងអាចយកបានបាទឲ្យវាចំនឹងឲ្យវាចំកណ្ដាលដែលយើងចង់បានបាទបើយើងគិតថាអូខេប៉ុន្មានគឺយើងចុចយកប៉ុណ្ណឹងអញ្ចឹងឧទាហរណ៍ខ្ញុំសេរីសិនអញ្ចឹងខ្ញុំយកប៉ុណ្ណឹងចុះយកប៉ុណ្ណឹងអត់តាន់ស្មើអញ្ចឹងទាញទៅលើតិចបាទអញ្ចឹងយកប៉ុណ្ណឹងខ្ញុំចុចកន្លែងសញ្ញាគ្រីសបាទអញ្ចឹងអូខេរូបហ្នឹងគឺខ្ញុំយកប៉ុណ្ណឹងបាទអញ្ចឹងបន្តទៀតគឺយើង save យើងត្រូវការ save រូបហ្នឹងយើងចុចកន្លែងសញ្ញា file ហើយជ្រើសរើសពាក្យ save as បាទអញ្ចឹង save មាន2មាន save និង save as អញ្ចឹងចុចកន្លែងសញ្ញា save as ហើយកន្លែងយើងជ្រើសរើសកន្លែងរូបដែលយើងចង់ដាក់យើងដាក់ក្នុងខ្ញុំដាក់ desktop បាទហើយកន្លែងនេះយើងវាយឈ្មោះអ្វីក៏បានដែរឲ្យតែយើងងាយចាំខ្លួនឯងអញ្ចឹងកន្លែងនេះខ្ញុំវាយឈ្មោះ 4x6 ចុះរូបថត 4x6 បាទអញ្ចឹងកន្លែងទី2យើងជ្រើសរើសយក chip ហើយចុច save បាទហើយកន្លែងនេះយើងសូមចុច OK មកបាទអញ្ចឹងជាការស្រេចជំហានបន្ទាប់គឺយើងត្រូវការយករូបនឹងដាក់ទៅលើសន្លឹកកិច្ចការរបស់យើងអញ្ចឹងយើងចូលយកមកយក file ហើយជ្រើសរើសរូបអញ្ចឹងនេះរូបដែលយើង save មិន 4x6 អញ្ចឹងយើងចុច click 2 ដងមកអញ្ចឹងនេះរូបនេះអញ្ចឹងដើម្បីទាញវាបានយើងចូល tool ខាងលើគេហើយដោះសោចូលទាញវាចូលទៅក្នុងសន្លឹកកិច្ចការដែលយើងបានដាក់អញ្ចឹងនេះអញ្ចឹងយើងទាញមកដាក់លើនឹងមកហើយយើងចុច Ctrl Alt T តម្រឹមមើលប៉ុន្មានយើងយកប៉ុន្មានយកប៉ុណ្ណឹងហើយចឹងមកហើយ copy 2 3ស្លឹកមកឬក៏យើងចង់បានប្រហែលស្លឹកយើងយកតាមហ្នឹងបាទអញ្ចឹងបញ្ជាក់កន្លែង copy គឺយើងចុចAlt ហើយ mouse របស់យើងគឺ copy បាទអញ្ចឹងចង់បានប៉ុន្មានស្លឹកអញ្ចឹងខ្ញុំសុំថែមមួយស្លឹកទៀតអានេះខាងក្រោមសូមថែមមកស្លឹកទៀតដែរបាទអញ្ចឹងយកប៉ុណ្ណឹងចុះអូខេអញ្ចឹងមើលទៅគិតថាសមហើយយកប៉ុណ្ណឹងបាទអញ្ចឹងបើយើងគិតថារូបយើងអាចយកបានហើយយើងចុច save មកទុកនៅកន្លែងណាក៏បានដែរដែលយើងងាយនឹងរកបាទអញ្ចឹងបងប្អូនវាយឈ្មោះស្រេចបងប្អូនមកយើងចំណាំខ្លួនឯងអញ្ចឹងខ្ញុំសូមវាយរូបថត 4x6 បាទនិយាយរួមបងប្អូនដាក់ឈ្មោះអីក៏បានដែរឲ្យតែយើងចាំខ្លួនឯងបងប្អូនបាទចឹងខ្ញុំដាក់រូបថត 4x6 បាទហើយកន្លែងនេះគឺយើង save ជា chip បាទកាលណា chip គឺយើងមើលឃើញរូបច្បាស់បាទអញ្ចឹងចុច save ទៅជាការស្រេចអូខេអញ្ចឹងចំពោះការកាត់រូបថត 4x6 គឺមានតែប៉ុណ្ណឹងនៅវីដេអូក្រោយខ្ញុំធ្វើពីរបៀបការកាត់រូបថត 3x4 ម្ដងបាទអរគុណសម្រាប់ការទស្សនាអញ្ចឹងបើពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុច Subscribe នៅ Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តនិងធ្វើវីដេអូចែករំលែកជាបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ